វិរោគថាមហាក្សត្រខ្មែរពីយុគសម័យដ៏រុងរឿងអាថ៌កំបាំងអង្គរវត្តរហូតដល់បណ្ដាសាដូនតាលើជនឈ្លានពានជំពូកទី1ដើមកំណើតនគរភ្នំនិងការកាត់ទឹកដីនគរគោកធ្លុកនៅលើដែនដីដ៏សែនមនោរម្យមួយដែលព័ទ្ធជុំវិញទៅដោយផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយមានទួលគោកមួយដុះឡើងដោយដើមធ្លុកធំត្រដែតដែនដីនេះហើយដែលត្រូវបានដូនតាខ្មែរហៅគ្នាមកថានគរគោកធ្លុកជាទីកន្លែងចាប់ផ្ដើមនៃអរិយធម៌ដ៏យូរលង់បំផុតមួយនៅអាស៊ីអាគ្នេយ៍តាមរឿងព្រេងនិទាននិងកំណត់ត្រាប្រវត្តិសាស្ត្របុរាណព្រះបាទហ៊ុនទៀនដែលជាព្រាហ្មណ៍មកពីទិសខាងលិចបានធ្វើដំណើរតាមទូកក្ដោងកាត់កោះត្រើយមកដល់ដែនដីគោកធ្លុកនេះព្រះអង្គបានជួបនឹងម្ចាស់ក្ត្រីស្រុកអាយគឺព្រះនាងលីវយីឬព្រះនាងនាងនាថដែលជាអ្នកគ្រប់គ្រងទឹកដីនេះដោយសន្តិភាពការជួបគ្នានោះមិនមែនជាការជួបគ្នាដោយសន្តិវិធីភ្លាមនោះទេប៉ុន្តែជាការសាកល្បងឫទ្ធិអំណាចនិងយុទ្ធសាស្ត្រព្រះនាងលីវយីបានដឹកនាំកងទ័ពជើងទឹកមកវាយប្រហារទូករបស់ព្រះបាទហ៊ុនទៀនប៉ុន្តែដោយសារបារមីធ្នូទិព្វរបស់ព្រះអង្គបានបាញ់ព្រួញទម្លុះទូករបស់ព្រះនាងដែលធ្វើឲ្យព្រះនាងព្រមចុះចាញ់ក្រោយពីការចុះចាញ់នោះព្រះបាទហ៊ុនទៀនបានរៀបអភិសេកជាមួយព្រះនាងលីវយីហើយបានបង្កើតជាយុគសម័យដំបូងបង្អស់គឺអាណាចក្រភ្នំឬហ្វូណនដែលជាគ្រឹះដំបូងនៃវប្បធម៌ខ្មែរព្រះអង្គបានកសាងប្រព័ន្ធរដ្ឋបាលរៀបចំច្បាប់ទម្លាប់និងនាំចូលសាសនាព្រាហ្មណ៍មកផ្សារភ្ជាប់នឹងជំនឿជីវចលនិយមស្រុកអាយក្នុងសម័យអាណាចក្រភ្នំមហាក្សត្រខ្មែរជាច្រើនអង្គបានបង្ហាញឫទ្ធិអំណាចដ៏អស្ចារ្យក្នុងនោះមានព្រះបាទហ្វៀនស៊ីម៉ានដែលជាមេទ័ពដ៏ខ្លាំងពូកែព្រះអង្គបានពង្រីកទឹកដីអាណាចក្រភ្នំរហូតដល់ឧបទ្វីបម៉ាឡាយូនិងភាគខាងត្បូងប្រទេសភូមាបច្ចុប្បន្នដោយបង្កើតកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅលើសមុទ្រអាណាចក្រភ្នំបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរវាងចិននិងឥណ្ឌាកំពុងផែអូកែវបានក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏រស់រវើកដែលនាំមកនូវទ្រព្យសម្បត្តិនិងចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជនខ្មែរបុរាណក្រោយមកក្នុងរជ្ជកាលព្រះបាទរុទ្ធវរ្ម័នដែលជាមហាក្សត្រចុងក្រោយនៃអាណាចក្រភ្នំភាពមិនចុះសម្រុងគ្នាក្នុងរាជវង្សបានកើតឡើងនេះជាសញ្ញានៃការចុះខ្សោយនៃអាណាចក្រភ្នំនិងការត្រៀមខ្លួនសម្រាប់យុគសម័យថ្មីមួយទៀតដែលកំពុងតែមកដល់ជំពូកទី2យុគសម័យចេនឡានិងការបែកបាក់នៅភាគខាងជើងនៃអាណាចក្រភ្នំកុលសម្ព័ន្ធមួយដែលជាបុព្វបុរសខ្មែរដែរនោះបានបង្កើតរដ្ឋមួយឈ្មោះថាចេនឡារដ្ឋនេះមានដើមកំណើតនៅតំបន់ដងទន្លេមេគង្គក្នុងតំបន់បាសាក់ភាគខាងត្បូងប្រទេសឡាវបច្ចុប្បន្នព្រះបាទសុរតវរ្ម័ននិងព្រះបាទស្រេស្តវរ្ម័នគឺជាស្ថាបនិកដំបូងដែលបានរំដោះខ្លួនចេញពីឥទ្ធិពលរបស់អាណាចក្រភ្នំពួកទ្រង់បានបង្កើតរាជធានីស្រេស្តបុរៈនៅក្បែរភ្នំវត្តភូដែលជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិរបស់អាណាចក្រមហាក្សត្រដែលខ្លាំងពូកែជាងគេក្នុងសម័យចេនឡាគឺព្រះបាទភវរ្ម័នទី1និងព្រះបាទទំហេនទ្រវរ្ម័នចិត្តសេនាព្រះអង្គទាំងពីរបានចាប់ដៃគ្នាធ្វើសង្គ្រាមដើម្បីលេបយកអាណាចក្រភ្នំទាំងមូលមកក្រោមការគ្រប់គ្រងរបស់ខ្លួនដោយជោគជ័យព្រះបាទទំហេនទ្រវរ្ម័នគឺជាស្ដេចសឹកដ៏អង់អាចព្រះអង្គបានចារឹកទុកនៅជ័យជំនះរបស់ព្រះអង្គនៅលើផ្ទាំងថ្មជាច្រើនកន្លែងដើម្បីបញ្ជាក់ពីព្រំដែនទឹកដីដ៏ធំធេងរបស់ចេនឡាដែលបានពង្រីកទៅទិសខាងលិចរហូតដល់ទន្លេមុននិងទន្លេជីបន្ទាប់មកព្រះបាទទេសានវរ្ម័នទី1បានឡើងគ្រងរាជហើយបានកសាងរាជធានីថ្មីមួយឈ្មោះថាអេសានបុរៈបច្ចុប្បន្នជាប្រាសាទសម្បូរព្រៃគុកព្រះអង្គបានរៀបចំច្បាប់កសាងប្រាសាទរដ្ឋដ៏ប្រណីតនិងពង្រឹងការទូតជាមួយប្រទេសជិតខាងយ៉ាងរឹងមាំទោះជាយ៉ាងណាក៏ដោយក្រោយការសោយទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី1ក្នុងឆ្នាំ581គ្មានបុត្រស្នងរាជដែលជាបុរសឡើយប្រទេសជាតិបានធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងររហូតដល់បែកបាក់ជាពីរគឺចេនឡាទឹកលិចនិងចេនឡាដីគោកចេនឡាដីគោកស្ថិតនៅតំបន់ភ្នំភាគខាងជើងរក្សាបាននូវស្ថិរភាពសមរម្យចំណែកឯចេនឡាទឹកលិចដែលស្ថិតនៅភាគខាងត្បូងរងការបែកបាក់ជាខ្សឹបបុរីតូចជាច្រើនភាពទន់ខ្សោយនេះបានធ្វើឲ្យសត្រូវក្រៅប្រទេសជាពិសេសពួកជ្វាសាវ៉ាមកពីភាគខាងត្បូងចូលមកលុកលុយនិងគ្រប់គ្រងដែនដីខ្មែរជំពូកទី3ព្រះបាទជ័យវរ្ម័នទី2នឹងការរំដោះឯករាជ្យជាតិក្នុងអំឡុងពេលដែលខ្មែរស្ថិតនៅក្រោមនឹមត្រួតត្រារបស់ពួកជ្វាប្រជាជនខ្មែររស់នៅក្នុងភាពទុក្ខសោកនិងការជិះជាន់ប៉ុន្តែផ្កាយសំណាងរបស់កម្ពុជាបានរេឡើងវិញនៅពេលដែលព្រះអង្គម្ចាស់មួយអង្គដែលបានយាងទៅគង់នៅប្រទេសជ្វាបានវិលត្រឡប់មកមាតុភូមិវិញព្រះអង្គម្ចាស់អង្គនោះគឺព្រះបាទជ័យវរ្ម័នទី2ព្រះអង្គជាមហាក្សត្រដែលមានចក្ខុវិស័យវែងឆ្ងាយនិងមានស្មារតីស្នេហាជាតិខ្ពស់បំផុតព្រះអង្គបានចាប់ផ្ដើមប្រមូលកម្លាំងស្នេហាជាតិបង្កើតកងទ័ពសម្ងាត់និងវាយកម្ចាត់ឥទ្ធិពលជ្វាចេញពីទឹកដីខ្មែរម្ដងបន្តិចដើម្បីបង្ហាញពីការដាច់ស្រឡះទាំងស្រុងពីពួកជ្វានិងដើម្បីបង្រួបបង្រួមជាតិខ្មែរឲ្យក្លាយជាធ្លុងមួយព្រះបាទជ័យវរ្ម័នទី2បានសម្រេចចិត្តធ្វើពិធីបុណ្យដ៏ពិសិដ្ឋមួយព្រះអង្គបានជ្រើសរើសភ្នំហេនត្រពតភ្នំគូលែនជាទីតាំងប្រវត្តិសាស្ត្រនេះ
នៅក្នុងឆ្នាំ802នៅលើកំពូលភ្នំគូលែនពិធីសក្ការបូជាទេវរាជត្រូវបានប្រារព្ធឡើងដោយព្រាហ្មណ៍ដ៏ស័ក្តិសិទ្ធិម្នាក់ឈ្មោះហេរ៉ុនទីម៉ាពិធីនេះបានប្រកាសថាព្រះបាទជ័យវរ្ម័នទី2គឺជាចក្រវាឡពោគឺស្ដេចជ្វាលដែលមិនចំណុះឲ្យស្ដេចណាផ្សេងទៀតឡើយជាពិសេសគឺស្ដេចជ្វាចាប់ពីពេលនោះមកយុគសម័យអង្គរដ៏រុងរឿងនិងអស្ចារ្យបំផុតរបស់ខ្មែរត្រូវបានចាប់ផ្ដើមជាផ្លូវការភ្នំគូលែនបានក្លាយជាកន្លែងប្រសូតនៃស្ថាបត្យកម្មប្រាសាទភ្នំដែលជានិមិត្តរូបនៃភ្នំព្រះសុមេរុព្រះបាទជ័យវរ្ម័នទី2បានផ្លាស់ប្ដូររាជធានីជាច្រើនកន្លែងដើម្បីស្វែងរកទីតាំងយុទ្ធសាស្ត្រល្អបំផុតសម្រាប់សេដ្ឋកិច្ចនិងយោធាព្រះអង្គបានបន្សល់ទុកនូវមរតកវប្បធម៌និងស្មារតីឯកភាពជាតិដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់មហាក្សត្រជំនាន់ក្រោយជំពូកទី4ការពង្រីកអំណាចនិងការស្ថាបនារាជធានីអង្គរក្រោយពីជាការព្រះបាទជ័យវរ្ម័នទី2បុត្រារបស់ព្រះអង្គគឺព្រះបាទជ័យវរ្ម័នទី3បានបន្តគ្រប់គ្រងប្រទេសដោយសន្តិភាពប៉ុន្តែមហាក្សត្រដែលបានធ្វើការផ្លាស់ប្ដូរមុខមាត់របស់អាណាចក្របន្ទាប់មកទៀតគឺព្រះបាទឥន្ទ្រវរ្ម័នទី1ព្រះបាទឥន្ទ្រវរ្ម័នទី1គឺជាមហាក្សត្រដំបូងគេដែលបានអនុវត្តទស្សនៈទឹកគឺជីវិតព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍ដ៏ធំមួយឈ្មោះថាឥន្ទ្រដាបារាយណ៍ឡៃដើម្បីរក្សាទឹកទុកសម្រាប់ធ្វើកសិកម្មក្នុងរដូវប្រាំងព្រះអង្គបានកសាងប្រាសាទបាគងដែលជាប្រាសាទភ្នំធ្វើអំពីថ្មភក់ដំបូងបង្អស់និងប្រាសាទព្រះគោដើម្បីឧទ្ទិសដល់បុព្វការីជនស្ថាបត្យកម្មទាំងនេះបានបង្ហាញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាកាត់និងឆ្លាក់ថ្មរបស់ជាងចម្លាក់ខ្មែរបន្ទាប់មកព្រះបាទទេសាវរ្ម័នទី1បានឡើងគ្រងរាជ្យព្រះអង្គគឺជាអ្នកបង្កើតរាជធានីថ្មីមួយឈ្មោះថាយសោធរបុរៈឬហៅថាអង្គរទី1ព្រះអង្គបានជ្រើសរើសភ្នំបាខែងជាចំណុចកណ្ដាលនៃទីក្រុងនិងបានសាងសង់ប្រាសាទភ្នំបាខែងនៅលើកំពូលភ្នំនោះព្រះបាទទេសាវរ្ម័នទី1បានជីកបារាយណ៍ខាងកើតយសោធរដាដែលមានប្រវែងដល់ទៅ7គីឡូម៉ែត្រនិងតឹង8គីឡូម៉ែត្រការគ្រប់គ្រងប្រព័ន្ធទឹកដ៏អស្ចារ្យនេះបានធ្វើឲ្យអង្គរមានសមត្ថភាពផលិតស្រូវបានច្រើនដងក្នុងមួយឆ្នាំដែលជាប្រភពស្បៀងដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រជាជនរាប់លាននាក់ក្នុងអំឡុងសតវត្សទី10ប្រទេសជាតិបានជួបប្រទះការប្រែប្រួលនយោបាយម្ដងទៀតនៅពេលដែលព្រះបាទជ័យវរ្ម័នទី4បានផ្លាស់ប្ដូររាជធានីទៅកាន់តំបន់កោះកេរដែលស្ថិតនៅភាគសាននៃអង្គរនៅទីនោះព្រះអង្គបានកសាងប្រាសាទធំដែលជាប្រាសាទស្ថាបត្យកម្មពីរ៉ាមីត7ជាន់ដ៏ខ្ពស់ត្រដែតនិងអស្ចារ្យទោះបីជាកោះកេរជារាជធានីក្នុងរយៈពេលខ្លីក៏ដោយក៏ចម្លាក់ក្នុងសម័យកោះកេរត្រូវបានគេទទួលស្គាល់ថាមានទំហំធំអស្ចារ្យនិងមានថាមពលរស់រវើកខុសប្លែកពីសម័យមុនក្រោយមកព្រះបាទរាជាទ្រវរ្ម័នទី2បាននាំយករាជធានីត្រឡប់មកតំបន់អង្គរវិញនិងបានកសាងប្រាសាទប្រែរូបនិងប្រាសាទមេបុណ្យខាងកើតជំពូកទី5ព្រះបាទសូអវ្ម័នទី1និងយុគសម័យនៃការពង្រីកដែនដីនៅដើមសតវត្សទី11វិបត្តិដណ្ដើមរាជបល្ល័ង្កក៏បានកើតឡើងជាថ្មីម្ដងទៀតរហូតដល់មានការលេចមុខឡើងនៃស្ដេចសឹកដ៏មានឥទ្ធិពលមួយអង្គមកពីភាគខាងកើតគឺព្រះបាទសូអវ្ម័នទី1ព្រះអង្គបានយកឈ្នះលើគូប្រជែងទាំងអស់និងបានឡើងគ្រងរាជ្យនៅឆ្នាំ1002ព្រះបាទសូអវ្ម័នទី1ទោះបីជាសាសនិកព្រះពុទ្ធសាសនាមហាយានក៏ដោយក៏ព្រះអង្គមិនបានបំផ្លាញឬបោះបង់ចោលសាសនាព្រាហ្មណ៍ឡើយព្រះអង្គបានសម្របសម្រួលសាសនាទាំងពីរឲ្យរស់នៅជាមួយគ្នាយ៉ាងមានសុខដុមរមនាព្រះអង្គបានពង្រីកទឹកដីអាណាចក្រខ្មែរយ៉ាងធំធេងទៅទីខាងលិចរហូតដល់ទន្លេមេណាមថៃបច្ចុប្បន្ននិងទៅទីខាងជើងរហូតដល់លួងប្រាបាងឡាវបច្ចុប្បន្នព្រះអង្គបានបញ្ជាឲ្យយកសាងប្រាសាទព្រះវិហារនៅលើជួរភ្នំដងរែកដើម្បីជាសញ្ញាណនៃអំណាចនិងសក្ការបូជាដ៏ខ្ពង់ខ្ពស់ដើម្បីគ្រប់គ្រងប្រជាជននិងមន្ត្រីរាជការទាំងអស់ឲ្យមានភក្ដីភាពចំពោះព្រះរាជបល្ល័ង្កព្រះបាទសូអវ្ម័នទី1បានបង្កើតច្បាប់សច្ចាបនិធានមួយតែមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវផឹកទឹកពីផុតសិចានិងស្ពត់នៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រយុគសម័យរបស់ព្រះអង្គជាយុគសម័យសន្តិភាពស្ថិរភាពនិងការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងខ្លាំងព្រះអង្គបានកសាងបារាយណ៍ខាងលិចដែលជាបារាយណ៍ធំបំផុតរបស់អង្គរដែលនៅតែមានទឹកដក់រហូតមកដល់សព្វថ្ងៃនេះជំពូកទី6ព្រះបាទសូអវ្ម័នទី2និងការកសាងមហាប្រាសាទអង្គរវត្តចូលមកដល់សតវត្សទី12យុគសម័យកម្រិតកំពូលនៃសិល្បៈនិងអំណាចយោធារបស់ខ្មែរបានមកដល់ក្រោមការដឹកនាំរបស់ព្រះបាទសូអវ្ម័នទី2គ្រងរាជ្យឆ្នាំ1113 1150ព្រះអង្គបានឡើងគ្រងរាជ្យបន្ទាប់ពីបានធ្វើគុតព្រះបាទធរណេន្ទ្រវរ្ម័នទី1ដែលជាព្រះបិតុលាពូរបស់ព្រះអង្គនៅក្នុងសមរភូមិដោយជិះដំរីច្បាំងចូលគ្នាព្រះបាទសូអវ្ម័នទី2គឺជាស្ដេចសឹកដ៏ខ្លាំងពូកែនិងជាអ្នកការពារសាសនាព្រះវិស្ណុនិយមយ៉ាងមុតមាំព្រះអង្គបានដឹកនាំកងទ័ពខ្មែរទៅធ្វើសង្គ្រាមប្រឆាំងនឹងនគរចម្ប៉ានគរដៃវៀតណាម
នឹងបានពង្រីកឥទ្ធិពលខ្មែររហូតដល់ម៉ាឡាយូស្នាដៃដ៏អស្ចារ្យបំផុតដែលធ្វើឲ្យពិភពលោកស្ញប់ស្ញែងនឹងព្រះនាមរបស់ព្រះអង្គរហូតមកដល់សព្វថ្ងៃគឺការកសាងប្រាសាទអង្គរវត្តឬដើមឡើយហៅថាប្រាសាទបរមវិស្ណុលោកប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុនិងជាទីបញ្ចុះព្រះសពរបស់ព្រះអង្គផ្ទាល់អង្គរវត្តត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថ្មភក់រាប់លានតោនដែលត្រូវបានដឹកជញ្ជូនពីភ្នំគូលែនតាមរយៈបណ្ដាញប្រឡាយទឹកការរៀបចំស្ថាបត្យកម្មមានភាពឥតខ្ចោះទាំងសមាមាត្រនិងការតម្រង់ទិសទៅទិសខាងលិចដែលខុសពីប្រាសាទដទៃទៀតដែលបែរទៅទិសខាងកើតជញ្ជាំងនៃថែវជុំវិញប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ទៅដោយរូបចម្លាក់លិបដ៏រស់រវើកដែលរៀបរាប់ពីរឿងរ៉ាវប្រវត្តិសាស្ត្រនិងទេវកថាដ៏អស្ចារ្យរូបចម្លាក់ទាំងនោះបង្ហាញពីឫទ្ធិអំណាចនិងជំនឿរបស់បុព្វបុរសខ្មែរយ៉ាងច្បាស់ក្រឡែត